បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ទីតាំងថ្មីហើយគឺនៅបែកអន្លង់នេះអញ្ចឹងនេះនៅជាប់នៅចិត្តចការតរ៉េនគេដែរទេកស៊ូនេះវានៅជាប់គ្នាប៉ុន្តែវាអត់គៀបពេកទេហើយបងប្អូននេះអញ្ចឹងហើយយើងធ្លាប់តែភ្លក់រសជាតិតរ៉េនបែកអន្លង់ឥឡូវបងប្អូនអាចកំងទឹកឃ្មុំបែកអន្លង់បានបងប្អូននេះទីតាំងនៅបែកអន្លង់ហើយនៅខាងនោះផ្សារបែកអន្លង់ហើយជា2គីឡូដូចជា1គីឡូទេចាញ់ក្រោយខ្នងខ្ញុំនេះគឺសិតជាការកស៊ូនៅជាការកស៊ូនៅក្រោយផ្សារហ្នឹងអញ្ចឹងនៅបែកខាងនេះគឺជាការតរ៉េនផ្សេងមុំនៅបែកខាងនេះអញ្ចឹងបងប្អូននេះអញ្ចឹងចង់ដឹងរសជាតិទឹកឃ្មុំនៅបែកអន្លង់ឆ្ងាញ់ដូចតរ៉េនដែរអត់បងប្អូនអាចសាកមើលបានណាបងប្អូនយើងអាចកំងបាន2សប្តាហ៍ទៀតគឺយើងអាចប្រមូលផលហើយបងប្អូនយើងមើលឃ្មុំចុះ A1 នៅលើចុងកស៊ូអញ្ចឹងយើងនេះបងប្អូនចាំមើលទាំងអស់គ្នាអញ្ចឹងបងប្អូននេះឥឡូវនេះឃ្មុំយ៉ាក់នោះឃ្មុំថ្លៃណាអ្នកស្រុកគេធានទិញ1លីត្រ100000ពី100000នេះនោះបងប្អូនឃើញនេះមើលឃើញព្រាកហ៎ហ្នឹងឃ្មុំចអេឡើងប៉ុណ្ណាណៃទុំនៅមេកស៊ូអញ្ចឹងតើកាលណារុក្ខជាតិវាចេញទឹកដមសត្វឃ្មុំវាមករស់នៅហើយគេបងប្អូននេះធំអញ្ចឹងនេះការស្ថានយើងក៏នៅហ្នឹងដែរនេះឃើញនៅពីលើឃ្មុំយើងតែម្ដងហើយក្រុមការងារកំពុងមកមានញឹកក្នុងការឆែកឆេរមើលសមត្ថភាពរបស់ឃ្មុំអាចទៀមទាត់ទឹកបានប្រមាណបងប្អូននេះឃើញទេគឺទេសភាពស្រស់បំព្រងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតហើយបើត្រូវការទឹកឃ្មុំបែកអន្លង់អីអាចតាក់ទងបានបងប្អូនបាទអរគុណ